សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីបុណ្យនៅក្នុងឱកាសនេះស្ដាប់បានទេបងសំឡេងស្ដាប់បានទេដល់ពេលអញ្ចឹងបើយើងស្ដាប់អត់បានអញ្ចឹងសំណេះសំណាលគ្នាក៏មិនល្អទៅទល់តែស្ដាប់គ្នាបានអាត្មានិយាយទៅតើតែញោមស្ដាប់បានដល់ពេលញោមនិយាយមកទៅអាត្មានឹងស្ដាប់បានអត់ដល់អញ្ចឹងបានយើងសំណេះសំណាលគ្នាទៅវាត្រូវគ្នាសំណេះសំណាលគ្នាទៅថាត្រូវដងត្រូវផ្លែគ្នាណាត្រូវដងត្រូវផ្លែគ្នាថ្ងៃក្រោយឡើងមុនមកទេសនានៅភូមិនៅឃុំរំលេចភូមិកំពង់ក្តីនេះទៀតប៉ុណ្ណាហើយសប្បាយទេបងក្នុងថ្ងៃនេះបានចូលរួមកម្មវិធីបុណ្យគម្រប់100ថ្ងៃដូច្នេះសប្បាយទេសប្បាយប៉ុណ្ណាសប្បាយហើយមុននឹងសម្ដែងពធទេសនាស៊ូបន្តិចមើលឥឡូវនេះស្គាល់អាត្មាអត់ស្គាល់ទេណាហ្នឹងហើយអាត្មាក៏អត់ស្គាល់ញាតិញោមពុទ្ធបរិស័ទដូចគ្នាប៉ុណ្ណាអត់ស្គាល់ដូចគ្នាហ្នឹងណាហើយចុះព្រះអង្គដែលគង់នៅខាងស្ដាំដៃអាត្មាហ្នឹងញាតិញោមពុទ្ធបរិស័ទហ្នឹងស្គាល់ទេបងលោកជួបហើយលោកជួបហើយក៏ស្លុបស្គាល់ដែរប៉ុណ្ណាប៉ុន្តែអាត្មាញាតិញោមបាត់ដែរស្គាល់អន់ចិត្តអញ្ចឹងមកកណាចង់បើកមើលដល់កន្លែងទៅស្បាក់មើលឃើញអស់ថ្ងៃក្រោយអន់ចិត្តអញ្ចឹងដល់ពេលអត់ស្គាល់អញ្ចឹងហើយសំណួរមួយទៀតអាត្មាចង់សួរញាតិញោមពុទ្ធបរិស័ទចុះប្រឡោះកដាលនេះទុកឲ្យពីណាគេអង្គុយមិញថាបានបើញោមឧបាសិកាព្រំគាត់អង្គុយឥឡូវនេះញោមរៀលចេញពីតំណែងឲ្យបានពីណាទៅអង្គុយឥឡូវហ្នឹងហើយចឹងអាត្មាចង់ដកក្រែអាត្មាទៅដាក់តំណែងឥឡូវហ្នឹងមើលញាតិញោមពុទ្ធបរិស័ទមើលខិតឲ្យចិត្តអាត្មាបន្តិចមកមើលខិតបានអត់ញោមមិនអត់ចង់ឃ្លាតឆ្ងាយពីហឹបមលូហ្នឹងហ៎ហឹបមលូនោះឆ្ងាញ់ណាស់ប៉ុណ្ណាហើយថ្ងៃហ្នឹងយើងអត់មានលបែងលបាំអីទេណាអត់មានលបែងលរុនសុភារិនក៏ប៉ុន្តែដោយនៅក្នុងឱកាសនេះពេលដែលចម្រើនព្រះបរិត្តនេះអត់មានវត្តមានបដិជគុណអរញ្ញរាសីក៏មានអាត្មាភាពហ្នឹងជំនួសបដិជគុណសមុគុណអរញ្ញរាសីរុនសុភារិនហើយចឹងញាតិញោមពុទ្ធបរិស័ទចាប់ពីថ្ងៃនេះទៅស្គាល់អាត្មាណាប៉ុណ្ណាតិចថ្ងៃមួយដើរជួបមុខអាត្មាអត់ហៅអាត្មាប្រយ័ត្នអាត្មាខឹងណាប្រយ័ត្នអាត្មាខឹងអាត្មាដឹងទេអត់ជប់សិនកុំទាន់មួយនិយាយពី3ម៉ាត់សួររកឈ្មោះបាត់ហ្នឹងហើយអត់អីទេណាបើចង់ដឹងឈ្មោះអាត្មាឈ្មោះអីអញ្ចឹងចាំស្អែកឬក៏ថារួចពីជ្រូតស្រូវជ្រូតអីហើយយើងទាំងអស់គ្នាអញ្ជើញទៅវត្តពេញែកចូលនឹងកន្លែងពុទ្ធសាសនានិងសង្គមខ្មែរហើយអញ្ចឹងបានជួបអាត្មានៅហ្នឹងហើយអាត្មានៅមានរូបថតរូបអីនៅហ្នឹងឥឡូវស្គាល់ហើយអញ្ចឹងយើងធ្វើដំណើរពីនេះទៅដល់នោះចំណេញជិះកង់ទៅក្រាក់ទៅបានហាត់ប្រាណផងណាបានហាត់ប្រាណផងទៅដល់នោះដាក់លុយទៅ1000ចូលនៅក្នុងពុទ្ធសាសនានិងសង្គមខ្មែរដល់ពេលថ្ងៃងាកឡើងប្រសង់ចូលវិសុប្រកាសឈ្មោះញាតិញោមពុទ្ធបរិស័ទញោមឈ្មោះអីញោមឈ្មោះអីដូចឈ្មោះចន្ទ្រាអញ្ចឹងទៅណាហើយញោមចន្ទ្រាបានចូលវិច័យឧបត្ថម្ភសម្លេងពធចំនួន1000-2000រៀលអញ្ចឹងទៅប៉ុណ្ណាហើយអញ្ចឹងបានកើតសេចក្តីជ្រះថ្លាបានបុណ្យកុសលផងបានហាត់ប្រាណតម្លើងសាច់ដុំផងឃើញអត់ហើយអញ្ចឹងបានពី3ផ្នែកប៉ុណ្ណាហើយអញ្ចឹងចម្រើនពរ
សម្ដែងសម្ដាញាតិញោមពុទ្ធបរិស័ទប៉ុណ្ណឹងប៉ុណ្ណាយើងមិនដែលស្គាល់គ្នាសោះហើយចឹងមកដល់សម្ដែងធម៌ប្រាវអាត្មាទៅវិញព្រុចកុំកើតណាហើយចឹងសម្ដែងសម្ដាគ្នាលេងសិនកុំទាន់ទៅណាហើយអាត្មាចម្រើនពរអញ្ចេះទៀតធម្មកថាការចាទាំងពីរព្រះអង្គដែលមកប្រទានដែលមកសម្ដែងពធទេសនាក្នុងរតិសម័យនេះគឺថាបានតែសម្ដែងពធទេសនាពេលប៉ុណ្ណឹងទេហើយដល់ព្រឹកឡើងអត់បានជួបមុខគ្នាទេព្រោះមានការងារបញ្ញាប់បញ្ញាល់ទៅនេះទៅនោះចុះអាត្មានៅឆ្ងាយប៉ុណ្ណាសូមខន្តីអភ័យទោសផងអញ្ចឹងបានជួបគ្នាតែប៉ុណ្ណឹងអញ្ចឹងសម្ដែងសម្ដាគ្នាបានយូរបន្តិចទេញោមណាអត់អីទេញោមណាអត់អីទេណាអូយហើយអត់អីអាត្មាទៅវិញហ៎លោកអង្គនេះមកនិយាយសម្ដីអីច្រើនម្លេះមិនដែលស្គាល់គេផងធ្វើឯងមកសេប្រព្រែអីនោះនឹងអញ្ចឹងក៏មិនកើតដែរប៉ុណ្ណាហើយចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទប៉ុណ្ណឹងប៉ុណ្ណាឥឡូវយើងសម្របសម្រួលអេរិយាបថទាំងអស់គ្នាទៅដើម្បីយើងទាំងអស់គ្នាបានស្ដាប់នៅពធប៉ុណ្ណាអនុមោទនីនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធិស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធិស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធិស្សៈអង្គខ្ញុំប្រកាសណាសូមលំអត់លំអោនក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះគុណបរតនត្រ័យទាំង3គឺព្រះពុទ្ធរដ្ឋមួយព្រះធម្មរដ្ឋមួយនិងព្រះសង្ឃរដ្ឋមួយដោយសេចក្តីគោរពសង្ខេបខ្លីតែប៉ុណ្ណេះទីតីអំពីបទនមស្ការអាយាចនៈគេថាដល់សង្ខេបបែបខ្លីនេះទៅនៅក្នុងឱកាសនេះអាត្មាភាពទាំងពីរព្រះអង្គមានឱកាសដើម្បីនឹងសម្ដែងនៅពធទេសនាបែបពុច្ឆាវិសេចនីប៉ុណ្ណាបែបពុច្ឆាវិសេចនីហើយចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបផងដែរនៅក្នុងឱកាសនេះប្រសិនបើអង្គខ្ញុំប្រកាសណាអាត្មាភាពសម្ដែងទៅហើយជួនជាមានការលើសលោះខ្វះខាតបត់បាតអក្ខរៈព្យាញ្ចនៈភាសាបាលីសេចក្តីប្រែត្រង់ណាបំពប់ទឹកបតីរបស់ញាតិញោមពុទ្ធបរិស័ទនោះហើយចឹងក៏សូមធ្វើការខន្តីអភ័យទោសដល់អង្គខ្ញុំប្រកាសណាអាត្មាភាពទាំងពីរព្រះអង្គផងប៉ុណ្ណាដើម្បីបានជាកិច្ចបដិបត្តិនៅក្នុងពុទ្ធសាសនាដើម្បីនឹងបានសេចក្តីជ្រះថ្លារួមសប្រមចរិយធម៌ប្រព្រឹត្តតាមកន្លងធម៌របស់ព្រះសម្មាសម្ពុទ្ធនៃយើងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងមកហើយចឹងនៅក្នុងឱកាសនេះសោតញាតិញោមពុទ្ធបរិស័ទបានឃើញច្បាស់ហើយថាការសម្ដែងពធក្រែទេសនាមានដល់ទៅ2ប៉ុណ្ណាមានដល់ទៅ2ហើយចឹងមានន័យថាសម្ដែងបែបពុច្ឆាវិសេចនីហើយចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ថាពុច្ឆាបានន័យថាសួរហើយវិសេចនីបានន័យថាឆ្លើយប៉ុណ្ណាបានន័យថាឆ្លើយហើយចឹងអាត្មាភាពដែលកំពុងតែមានធរណិកាជាមួយញាតិញោមពុទ្ធបរិស័ទកោកនៅក្នុងឱកាសនេះហើយចឹងសូមតាំងនាមខ្លួនឯងនឹងជាព្រះមហាថេរៈព្រះមហាថេរៈនេះចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបថាព្រះមហាថេរៈមាននទីសាកសួរសំណួរសាកសួរនៅបញ្ហាកម្មចំពោះព្រះអនុថេរហើយចឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់អាត្មាចេះតែសួរទេហើយឆ្លើយអត់បានចេះទេចេះតែសំណួរព្រោះណាហើយចំណែកប្រធេរៈមួយអង្គដែលគង់ខាងស្ដាំដៃអាត្មាភាពនេះញាតិញោមធ្លាប់បានស្គាល់ហើយណាញាតិញោមធ្លាប់បានស្គាល់ហើយថាព្រះអង្គគឺជាព្រះវិន័យធម៌ខេត្តពោធិ៍សាត់យើងព្រះវិន័យធម៌ខេត្តពោធិ៍សាត់យើងមើលលោកមើលបងស្អាតទេស្អាតទេញោមអូស្អាតណាស់ហើយចឹងសមណៈ
សមណៈសាក្យបុត្ររបស់ព្រះសម្មាសម្ពុទ្ធគឺស្អាតអញ្ចឹងហើយអញ្ចឹងលោកមាននទីជាអ្នកវិសច្ចនីនៅបញ្ហាកម្មដែលខ្ញុំប្រកាសណាអាត្មាភាពគឺសាកសួរនៅពេលបន្តិចទៀតនេះហើយអញ្ចឹងនៅក្នុងឱកាសពេលនេះចង់បានចម្លើយអំពីប្រគុណម្ចាស់មើលដែលខ្ញុំប្រកាសណាបានតាំងនាមមកប៉ុណ្ណឹងតើប្រគុណម្ចាស់ហ្នឹងយល់ព្រមហើយឬនៅបើយល់ព្រមហើយសូមឆ្លើយថាព្រមបើមិនព្រមទេសូមឆ្លើយថាមិនព្រមអញ្ចឹងមកដើម្បីកុំឲ្យមានសេចក្តីសង្ស័យតទៅទៀតកណាសូមរតនានិមន្តសានេះគណៈសាធុចឹងរត់ចាប់បានតាំងអំពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធដែលមានព្រះភិក្ខុអង្គនោះទ្រង់ចូលបរិនិព្វានទៅរៀងមកដល់ថ្ងៃនេះព្រះពុទ្ធសករាជព្រះសាសនាកន្លងទៅហើយបាន2554ឆ្នាំ7ខែនិង22ថ្ងៃឥឡូវនេះឆ្នាំថោះត្រីស័កហេមន្តរដូវខែបោះ9កើតថ្ងៃច័ន្ទថ្ងៃខែឆ្នាំនេះជាបច្ចុប្បន្នកាលព្រះពុទ្ធសាសនកាលចំណែកខាងអនាគតនៅ2445ឆ្នាំ4ខែនិង6ថ្ងៃរួបរวมថ្ងៃខែឆ្នាំទាំង3ការចូលគ្នាត្រូវជាព្រះពុទ្ធសាសនកាល5000វស្សាដោយបរិបូរណ៍សូមអនុមោទនាសូមអនុមោទនាអត់ចង់សាធុអត់កម្លាំងទេសនាសោះស្មាប៉ុន្តែសាធុហ្នឹងមាន3យ៉ាងណាញោមឡប់ស្ដាប់ហ៎សាធុមួយយ៉ាងដោយសារស្អប់ឧបមាដល់បើឃើញនរណាគេបើកម៉ូតូមករៀងលឿនអីទៅសត្វតែដួលព្រុសលើកដៃខ្ពស់ជាងក្បាលសាធុតែបើស្អប់នរណាទៀតនោះស្អប់និយាយតែឲ្យតែស្អប់អានោះសាធុមានន័យថាស្អប់ហើយចុះញាតិញោមនេះស្អប់លោកអត់ទេសាធុមួយយ៉ាងទៀតនោះគេហៅថាកៃលសាធុដូចជាហែកឋិនដូចជាគេដង្ហែអីមួយអញ្ចឹងទៅមានអ្នកដឹកនាំគេថាអើយអស់លោកអើយសូមអនុមោទនាហែកឋិនចូលវត្តនេះវត្តនោះអនុមោទនាឡើងក៏ស្រែកសាធុទៅអាហ្នឹងគេហៅថាលបែងសាធុគេហៅថាកៃលសាធុសាធុប្រភេទហ្នឹងគេហៅថាលបែងប៉ុន្តែវារីករាយក្នុងកុសលណាឯសាធុមួយយ៉ាងទៀតគេហៅថាកើតឡើងអំពីចិត្តជ្រះថ្លាបានយល់បានដឹងនៅសេចក្តីអត្តន័យក៏ជ្រះថ្លាហើយលឺសូមឲ្យអនុមោទនារីករាយក៏សាធុឡើងចឹងណាញោមហើយមិញហ្នឹងសាធុមិនស្អប់លេងឬក៏សាធុដែលចិត្តជ្រះថ្លាចិត្តជ្រះថ្លាហ្នឹងណាញោមហ៎ឡំដងទៀតសូមអនុមោទនាហ្នឹងចឹងទៅមិញនេះគឺខ្ញុំគណៈអាត្មាបានបកនៅសក្ការៈរបស់ព្រះរាមាវិភាជាអម្ចាស់ពីព្រោះបណ្ដាសាសនាក្នុងលោកមិនមានសាសនាណាមួយដែលបានកំណត់នៅនីតិកាលរបស់ខ្លួនឡើយមានតែពុទ្ធសាសនាតែម្យ៉ាងប៉ុណ្ណោះដែលព្រះអង្គបានរំលត់ខណ្ឌចូលកាន់បរិនិព្វានទៅនៅថ្ងៃ15កើតខែពិសាហើយចាប់តាំងពីពេលនោះមកដល់ថ្ងៃនេះតើសក្ការៈរបស់ព្រះរាមាវិភាកន្លងទៅបានប្រមាណហើយពីព្រោះសាសនាព្រះអង្គកំណត់ត្រឹមតែ5000ឆ្នាំតែប៉ុណ្ណោះអស់5000ឆ្នាំទៅលែងមានពាក្យថាពុទ្ធសាសនាលែងមានភិក្ខុលែងមានសាមណេរលែងមានឧបាសកលែងមានឧបាសិកាហើយ